សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពាក់ព័ន្ធនឹងការប្រើប្រាស់ភ្លើងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងដែលតែងតែនិយាយថាភ្លើងស៊ីខ្លាំងនឹងឲ្យភ្លើងឡើងខុសធម្មតាហើយក៏មានเพจមួយចំនួនលក់ឧបករណ៍មួយយ៉ាងដែលសម្រាប់កាត់សម្រាប់ភ្ជាប់ដោតភ្ជាប់ជាមួយនឹងភ្លើងប្រើប្រាស់របស់យើងហ្នឹងដើម្បីកាត់បន្ថយការស៊ីភ្លើងអានេះខ្ញុំក៏អត់ធ្លាប់ប្រើហើយក៏មិនធ្លាប់ជួបដែរគ្រាន់តែថាខ្ញុំគិតថាខ្ញុំគិតខ្លួនឯងវាថាជារឿងមិនអាចទៅរួចទេហ្នឹងហើយវាអត់អាចទៅរួចទេចឹងឧទាហរណ៍ថាម៉ូទ័រមួយស៊ី750វ៉ាត់វាស្មើមួយសេះអញ្ចឹងដើម្បីដំណើរការម៉ូទ័រនឹងបានវាត្រូវតែប្រើភ្លើង750វ៉ាត់ទេអញ្ចឹងបើប្រើភ្លើង750វ៉ាត់អញ្ចឹងបើក្នុងរយៈពេល10ម៉ោងវាត្រូវស៊ីភ្លើងអស់7គីឡូកន្លះអានោះក្នុងករណីវាស៊ីថេតែក្នុងករណីមានម៉ូទ័រតឹងម៉ូទ័រធូរហ្នឹងយើងអត់និយាយថាភ្លើងស៊ីថេអញ្ចឹងបើក្នុងករណីភ្លើងគុតគង់ទៅឲ្យម៉ូទ័រអត់គ្រប់ចំនួន750វ៉ាត់ហ្នឹងអញ្ចឹងម៉ូទ័រហ្នឹងនឹងដំណើរការខុសប្រក្រតីហ្នឹងហើយអាចថាវាឡើងកម្ដៅឬក៏ដំណើរការយឺតជាងធម្មតាអញ្ចឹងទៅអញ្ចឹងបើយើងធៀបងាយមានន័យថាបើអំពូលភ្លើងរបស់យើងស៊ី100វ៉ាត់ស្រាប់តែគេកាត់បន្ថយស៊ីឲ្យនៅសល់តែ70វ៉ាត់ច្បាស់ណាស់អំពូលហ្នឹងនឹងអត់ភ្លឺដូចមុនទេភ្លើងអត់គ្រប់ហ្នឹងហើយយើងត្រូវដឹងថាឧបករណ៍យើងស៊ីប៉ុណ្ណាក្នុង1ម៉ោងអស់ប៉ុណ្ណាអញ្ចឹងទៅអញ្ចឹងការកាត់បន្ថយកុំឲ្យស៊ីខ្លាំងគឺមានតែកាត់បន្ថយការប្រើទេតែឧទាហរណ៍ដូចបងប្អូនមួយចំនួនប្រើម៉ាស៊ីនត្រជាក់មិនមែនមានន័យថាកាត់បន្ថយការប្រើវាចុះទៅតាមហ្នឹងទេជួនកាលម៉ាស៊ីនគាត់ចាស់ម៉ាស៊ីនគាត់ស្ទះកញ្ច្រែងអីអញ្ចឹងការប្រើនឹងអស់ខ្លាំងជាងមុនខុសធម្មតាកង្ហារក៏ដូចគ្នាដែរក្នុងករណីកង្ហារថ្មីវាស៊ីតិចល្មមអញ្ចឹងតាមដែលគេបានរៀបចំវាមកអញ្ចឹងដល់ពេលដែលកង្ហារយើងចាស់វាអស់ប្រេងវាតឹងជាងមុននិងមានកតិចធលីអីនៅបាំងជុំវិញវាអញ្ចឹងក៏ធ្វើឲ្យកង្ហារហ្នឹងចាប់ក្តៅជាងមុនស៊ីភ្លើងជាងមុនអញ្ចឹងទៅអានេះគ្រាន់តែជាការចែកម្លែកដល់បងប្អូនមួយចំនួនដែលត្រៀមទិញឧបករណ៍ហ្នឹងតែបើសិនជាគិតថាគេមិនផូទេអញ្ចឹងក៏ស្អាតតែតម្លៃវាក៏គួរសមដែរ